បានជាទស្សនវិជ្ជាជួបភ្នំដងរែកក្នុងដែលអធិបតេយ្យរបស់កម្ពុជាបាទឥឡូវនេះមេឃកំពុងតែរបង្អុរភ្លៀងបាទខ្មៅងងឹតពពកកំពុងតែទម្លាក់ខ្លួននៅលើកំពូលភ្នំដងរែកបាទទស្សនភាពនេះគឺជាទស្សនភាពក្នុងខែឧសភាឆ្នាំ2026បាទឃើញថាមេឃនេះកំពុងតែរកភ្លៀងខ្លាំងមែនទែនបាទទស្សនភាពពេលនេះគឺធម្មជាតិមានផលភាពស្រស់បំព្រងឃើញនៅតាមដងផ្លូវមានព្រៃមានដើមឈើរុក្ខជាតិខៀវស្រងាត់នេះគឺជាវត្តតាមនសែនជ័យបាទដែលពីមុនធ្លាប់បានរងការវាយប្រហារពីសំណាក់កងទ័ពថៃយ៉ាងធ្ងន់ធ្ងរដោយការទម្លាក់គ្រាប់យ៉ាងណោះ S16 កំទេចបាទក្នុងបរិវេណវត្តតែម្ដងហើយនេះជាទស្សនភាពបាទទូទៅនៃតំបន់ក្បែរនោះហើយនេះជាផ្លូវដែលចេញទៅច្រកអូស្មាច់ក៏ដូចជាទៅខាងខេត្តបន្ទាយមានជ័យបាទដូចខ្ញុំបានកំពុងតែធ្វើដំណើរបាទទៅកាន់ប្រាសាទចានបាទនេះជាប្រាសាទចានដែលជាប្រាសាទមួយស្ថិតនៅប្រមាណ1គីឡូម៉ែត្រខាងត្បូងប្រាសាទតាម៉ុនធំបាទប្រាសាទនេះក៏រងការវាយប្រហារដោយគ្រាប់ខ្លោងរបស់សៀមបាទទាហានសៀមបាទដែលរងការខូចខាតយ៉ាងលំនាំផងដែរជាឃើញថាប្រាសាទមានភាពចំណាស់ហើយនឹងចាស់ទ្រុឌទ្រោមបាទតែមិនគួរណាទាហានថៃទាហានសៀមធ្វើការផ្លោងបាទវាយប្រហារទាំងកំរោលមកលើសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាយើងមិនថាប្រាសាទចានប្រាសាទតាម៉ុនធំប្រាសាទខ្នារក៏ដូចជាប្រាសាទតាកំបីជាពិសេសនោះក៏សៀមបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើតំបន់បេតិកភណ្ឌរបស់យើងគឺប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏សំខាន់នៃអាណាចក្រខ្មែរក៏ដូចជាប្រជាជាតិកម្ពុជាយើងផងដែរ